អ្នកដែលអាសាឈឺកឈឺចុករយម្ដងស្មាពេលខ្លះឈឺចាំដល់ដៃមានស្ពឹកមានអីមកជាមួយអ្នកខ្លះក៏ពិបាកលើកថាតើគាត់មានជំងឺអ្វីឬក៏មានបញ្ហាអ្វីបាទសួស្តីអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាមានរោគសញ្ញាដូចខាងលើមូលហេតុដែលច្រើនជាងគេហ្នឹងគឺបញ្ហាលៀនឌីសឆ្អឹងកកដែលវាលៀនចេញមកវាគៀបសរសៃគៀបខាងណាឈឺខាងហ្នឹងហើយវាតែងតែឲ្យសន្តានរោគសញ្ញា4សំខាន់រោគសញ្ញាទី1នោះគឺគាត់ឈឺចុករយកអ្នកខ្លះឈឺចុករយកចាក់មកស្មាទាំងសងខាងអ្នកខ្លះចាក់មកដល់ក្បាលខាងក្រោយអ្នកខ្លះទៀតក៏ឈឺចាក់មកកន្លែងបោះដៃផុតកន្លែងស្លាកវិជាខាងក្រោយគាត់នឹងឈឺកចុករយកាន់តែខ្លាំងនៅពេលដែលគាត់អោនកមកខាងមុខខ្លាំងឬក៏គាត់បត់កទៅខាងក្រោយខ្លាំងរោគសញ្ញាទី2ឈឺចុករយកហើយឈឺចាក់មកដល់ដៃអ្នកដែលគាត់មានបញ្ហាលៀនឌីសឆ្អឹងកកគៀបខាងណាឈឺខាងហ្នឹងកាលណាវាគៀបសរសៃខាងឆ្វេងឈឺចាំមកដល់ដៃខាងឆ្វេងគៀបសរសៃខាងស្ដាំឈឺចាំមកដល់ដៃខាងស្ដាំអ្នកខ្លះក៏ឈឺចាក់ធំស្មាអ្នកខ្លះឈឺចាំដល់ដើមដៃអ្នកខ្លះក៏ឈឺចាំដល់ប្រអប់ដៃអ្នកខ្លះក៏ឈឺចាក់មកដៃទាំងសងខាងរោគសញ្ញាទី3គាត់ឈឺចុករយកហើយឈឺចាក់មកដល់ដៃមានស្ពឹកប្រអប់ដៃមកជាមួយអ្នកខ្លះគាត់ស្ពឹកតាមម្រាមពីរឯងកូនដៃឬក៏នាងដៃអ្នកខ្លះក៏ស្ពឹកម្រាមដៃទាំងអស់ទៅអ្នកខ្លះក៏ស្ពឹកពីករហូតដល់ដៃរោគសញ្ញាទី4គាត់ពិបាកលើកដៃឬក៏ប្រអប់ដៃរបស់គាត់ពិបាកចាប់កាន់ណាដោយសារតែការលៀនឌីសឆ្អឹងកកហ្នឹងវាគៀបសរសៃដែលវាមកជាដៃអញ្ចឹងគៀបរយៈពេលយូរហើយគៀបខ្លាំងធ្វើឲ្យសាច់ដុំដែលវាមកជាដៃហ្នឹងគឺវាខ្សោយអញ្ចឹងលើកពិបាកលើកមែនទែនដោយសារឈឺខ្លាំងពេកណាអ្នកខ្លះក៏ពិបាកចាប់កាន់ដោយសារតែប្រអប់ដៃគាត់ម្រាមដៃគាត់អត់មានកម្លាំងឬក៏ស្ពឹកខ្លាំងពេកឬក៏ឈឺខ្លាំងពេកណាដូច្នេះបើបងប្អូនមានបញ្ហាឈឺចុករយកឈឺចាក់មកស្មាទាំងសងខាងឬក៏ឈឺចាំដល់ដៃមានស្ពឹកប្រអប់ដៃពិបាកចាប់កាន់ពិបាកលើកគួរតែមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់និងជៀសផុតពីផលវិបាកថ្ងៃក្រោយឬក៏ពីការភាពថ្ងៃក្រោយ